ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំអំពីប្រភេទនៃផ្ទះខ្មែរផ្ទះខ្មែរបែងចែកជា5ប្រភេទហើយប្រភេទទី1ដែលខ្ញុំណែនាំនេះគឺជាប្រភេទផ្ទះពិតដែលមានដំបូលពិតយើងអាចសម្គាល់ផ្ទះពិតបានតាមរយៈដំបូលរបស់វាគឺពិតសងខាងដែលយើងងាយស្រួលក្នុងការចំណាំគឺដំបូលរបស់វាគឺពិតសងខាងមួយប្រភេទនេះគឺជាផ្ទះរោងនេះគឺជាផ្ទះដែលមានដំបូលងាយស្រួលធ្វើក៏ដូចជាផ្ទះដែលយើងឧស្សាហ៍ឃើញនៅតាមទីជនបទផ្សេងៗនេះវិញគឺជាផ្ទះរោងដោផ្ទះមួយប្រភេទនេះខ្ញុំធ្លាប់ឃើញនៅលើកោះអង្គញាតីហើយផ្ទះនេះនៅជានៅសល់មួយខ្នងនៅទីនោះផ្ទះនេះក៏ចាប់ចូលជាផ្ទះប្រភេទផ្ទះខ្មែរមួយបែបទៀតផ្សេងទៀតផងដែរមួយប្រភេទនេះគឺជាផ្ទះរោងឌឿងផ្ទះរោងឌឿងនេះគឺជាផ្ទះដែលមានដំបូលប៉ិតឆក់បន្តិចក៏ដូចជាមានហោជាងសងខាងផ្ទះនេះយើងឧស្សាហ៍ឃើញថានៅសេសសល់នៅក្នុងទីវត្តអារាមផ្សេងហើយមួយប្រភេទនេះវិញគឺជាប្រភេទផ្ទះខ្មែរឬផ្ទះកឹងផ្ទះខ្មែរផ្ទះកឹងនេះគឺជាប្រភេទផ្ទះដែលមានមុំទាលឡើងលើ60ដឺក្រេក៏ដូចជាមានដំបូល2ថ្នាក់ខ្លះទៀតគឺដំបូល1ថ្នាក់ទេប៉ុន្តែមានមុំស្រួចហើយផ្ទះប្រភេទនេះគេនិយមប្រើនៅក្នុងផ្ទះដង្ខៅឬផ្ទះអភិជនផ្សេងៗផងដែរអរគុណច្រើនសម្រាប់ការតាមដាន